មកស្គាល់អត្តសញ្ញាណបរិះវ័យ21ឆ្នាំគឺជាអ្នករៀនវិស្វករផងហើយបានតំណាក់តំណងជាមួយនារីម្នាក់ត្រូវជាសង្សារហើយបន្ទាប់ពីបែកគ្នាមកក៏មានជាប់ដាននៅជាមួយមានរូបអាភិក៏ដូចជារូបអាក្រាតកាយយើងទៅបងប្អូនប្រិយមិត្តសិនបរោះត្រូវជាសង្សារចាស់ចង់ឲ្យនារីត្រូវជាសង្សារចាស់របស់គាត់មកជួមតែងតែគម្រាមកំហែងផុសរូបអាក្រាតកាយដាក់រូប story អាក្រាតកាយយើងទៅបងថ្ងៃទី30នេះគឺបរោះត្រូវជាសង្សារចាស់គឺបានគម្រាមកំហែងក៏ដូចជាជេរបន្តិចទៅខាងនារីសង្សារចាស់បានមកគម្រាមកំហែងមកដល់កន្លែងទីតាំងនៅសង្កាត់បឹងតំពុនទី2ខណ្ឌមានជ័យរាជធានីភ្នំពេញនេះក៏ការភ្ញាក់ផ្អើលតែបរោះត្រូវជាសង្សារចាស់នេះកំពុងតែលន់តួទៅខាងនារីដែលត្រូវជាសង្សារចាស់របស់គាត់ក៏ដូចជាបងប្រុសនៅខាងក្រោយសង្សារថ្មីរបស់គាត់ក៏មកដល់កន្លែងទីតាំងកាត់ហេតុនេះផងដែរបង20ឆ្នាំហើយ22ឆ្នាំ22ឆ្នាំហើយមានចំណេះដឹងដល់វិស្វករហើយទៅធ្វើអញ្ចឹងប៉ុនបងសំបឥឡូវកងរីវ៉ាន់ហាត់គេមកឡើយចងណាត់ចូលក្នុងនេះណាត់ចងបាទអញ្ចឹងឯងស្គាល់គាត់គឺរយៈពេល1ឆ្នាំយើងតាក់ទងគ្នានៅក្នុងនាមជាសង្សារនឹងគ្នាណាក៏ហៅមកថាមកយើងមកមកបាទអូយបងសុំបងខ្ញុំអត់លេងគេវាចង់ត្រូវជាមួយសង្សារខ្ញុំឥឡូវហ្នឹងសង្សារខ្ញុំឥឡូវទៅសង្សារចាស់វាបាទហើយវាគម្រាមរហូតព្រោះកាលនៅសង្សារគ្នាហ្នឹងវាធ្លាប់លួចថតគេហើយវាគម្រាមឲ្យគេថតវីដេអូខ្លួនឯងយកមកអូចឹងមានថតរូបអាក្រាតកាយទេបាទបងបាទថតរូបយ៉ាងម៉េចខ្លះដែរវីដេអូបងជាវីដេអូបាទវាគម្រាមគេយកហ្មងបងផុសដែរបងខ្ញុំមានផុសតាំងចាំអាហ្នឹងចាំធ្វើការមួយប៉ូលីសបងអូខេបាទវាយក account ចាស់របស់សង្សារខ្ញុំហ្នឹងវាយកទៅផុសពោះកាលនៅសង្សារវាគ្រប់គ្រង account ហ្នឹងហើយវាថា account ហ្នឹងបាត់ចង់ក្រោយ account ហ្នឹងគឺផុសរុករហូតផុសម្នាក់ស្រីហ្នឹងឲ្យតែសង្សារខ្ញុំហ្នឹងឲ្យតែវាចង់ជួបឬវាចង់ឆាតមួយគឺដល់មានដឹងនេះហ្មងដឹងតែវាផុសចឹងហ្មងផុស story ដំបងផុស story អូវាដាក់នៅក្នុង story ចឹងទៅណាបាទតថ្ងៃហ្នឹងវាផុសជាសាធារណៈហ្មងផុសសាធារណៈទៀតបាទវាផុសក្នុង account ហ្នឹង account សង្សារចាស់ខ្ញុំហ្នឹងaccount ចាស់របស់សង្សារខ្ញុំបាទឲ្យយកបានន័យថា account របស់អ្នកសង្សារណៃហ្នឹងគាត់គ្រប់គ្រងបាទអូតែតាំងនៅត្រូវគ្នាយូរអូតែវានៅត្រូវគ្នាយូរហើយបាទតែឥឡូវវានៅកាន់ទៀតបាទឥឡូវនៅកាន់account ទៀតបាទតែវាលាក់យើងអត់ឲ្យតែវាឆាតទៅសង្សារខ្ញុំថាហេជួយបិទ story មួយមើលវាបិទបានវាថា account ហ្នឹងវាមិនកាន់ទេតែវាបិទបានហើយ IT ណាសាហាវអញ្ចឹងបងហើយ IT ណាត្រូវចង់បិទ story ពេលណាបិទ story ពេលហ្នឹងដែលសាហាវដល់ថ្នាក់ហ្នឹងបងបាទអញ្ចឹងគេគម្រាមបែបមិនខ្លះដែរគេគម្រាមឲ្យចង់មកជួបនិយាយទៅគេនិយាយថាវានេះហ្មងបងអាហ្នឹងចង់ហៅមកជួបអីត្រូវគម្រាមហ្មងណាបាទអត់មកជួបទេគឺបង្ហាញផុសរូបតែម្ដងបាទផុស story ផុសអីចឹងណាបាទអពុនខាងលើគាត់មានឈ្មោះដែរណាជនប្រុសនេះឈ្មោះឌឿនចន្ទាបាទអាយុប្រហែលប៉ុន្មានណាដូចជាវាកើត2004បង2004បាទ21 22ទេបាទឬអាហ្នឹងរៀនវិស្វករតែវាធ្វើចរិតខ្ញុំអត់ដឹងដែរដឹងដូចជាវាធ្វើចាញ់ធ្វើការហ្នឹងវារៀនហ្នឹងបាទអត់អរគុណច្រើនបាទបងប្អូនប្រិយមិត្តបរោះដែលលុតចង្គង់នេះគឺជាសង្សារចាស់ហើយបន្ទាប់ពីបែកគ្នាទៅតែងតែយករូបខាងនារីជាសង្សារចាស់គឺយកទៅគម្រាមកំហែងផុសតាមសាធារណៈហើយជាច្រើនលើកច្រើនសារហើយបញ្ជាក់ពីសង្សារថ្មីរបស់គាត់ហ្នឹងគឺបរោះនេះគឺតែងតែមានរូបខាងនារីជាសង្សារចាស់គឺមានរូបអាក្រាតកាយចឹងទៅឲ្យតែបរោះនឹងជាសង្សារចាស់ចង់ឲ្យនារីខាងសង្សារនឹងមកជួបបង្ហោះរូបឬក៏គម្រាមអីផ្សេងចឹងទៅបងប្អូនប្រិយមិត្តឥឡូវនេះគឺបរោះជាសង្សារចាស់គឺលើកដៃសំពះទៅខាងនារីសង្សាររបស់គាត់ជាសង្សារចាស់ដែរប៉ុន្តែខាងនារីគាត់កំពុងតែរត់គេចនៅប៉ុន្តែសង្សារចាស់នឹងគ្នាហ៊ានបង្ហោះរូបអាក្រាតកាយគេនឹងគម្រាមកំហែងសពគ្រប់បែបយ៉ាងប្រិយមិត្តឥឡូវនេះជនសង្ស័យដែលបង្ហោះរូបត្រូវជាសង្សារចាស់បង្ហោះរូបអាក្រាតកាយជាច្រើនលើកច្រើនសារដើម្បីគម្រាមកំហែងឥឡូវនេះត្រូវបានឡានកងរាជអាវុធហត្ថខណ្ឌមានជ័យនាំខ្លួនយកទៅ
កងរាជអាវុធហត្ថឲ្យបងប្អូនប្រិយមិត្តអរគុណណាបងប្អូនប្រិយមិត្តសម្រាប់ការតាមដានទស្សនាការផ្សាយរបស់អង្គភាព NSP News ពីខ្ញុំបាទភៀនដិតនិងក្រុមការងារសូមអរគុណ